បាទជំរាបសួរពុកម៉ែបងប្អូនអតិថិជនទាំងអស់គ្នាដែលនៅក្នុងស្រុកនិងក្រៅស្រុកទាំងអស់គ្នាផងដែរបាទសុខសប្បាយជាទេបាទថ្ងៃនេះជួបសម្បត្តិទៀតហើយបាទពេញព្រួយបាទដែលលក់វាឡាននៅក្រុងសៀមរាបបាទពុកម៉ែបងប្អូនថ្ងៃនេះបាទពុកម៉ែបងប្អូនថ្ងៃល្អបាទថ្ងៃទី9ខែ10ឆ្នាំ2025ហើយអ្វីដែលកាន់ជាពិសេសដែលកម្រងរបស់ខាងយើងជំបាទបាទទាំងអស់គ្នាលក់ហ្នឹងបាទមានការជឿជាក់ខ្លាំងមែនទែនបាទអាចនិយាយបានថាទំនុកចិត្តបាទ 100%ហេតុផលបាទថ្ងៃនេះបាទមានភ្ញៀវដែលគាត់មកកក់ទាំងយប់តែម្ដងដោយសារទំនុកចិត្តបងប្អូនអញ្ចឹងបងប្អូនជឿជាក់អត់ថាភ្ញៀវកក់ពិតមែនអត់អញ្ចឹងបាទបងប្អូនមកមើលទាំងអស់គ្នាhierបាទ hier ភ្ញៀវបាទ hier បាទបាទ hier ហ្នឹងហើយដោយសារលឺថាភ្ញៀវមកកក់ទាំងយប់មែនទេហ៎ភ្ញៀវកំពុងមើលផ្ទះអូទៅមុខđâyបាទនេះនេះផតាងអូផតាងកក់1000នឹងយប់ប្រាក់សុនអូត្រាម៉ោង9ស្អែកណាត់មេវិស្អែកហើយនោះភ្ញៀវគាត់មើលផ្ទះគាត់នោះអូគាត់យក81000ចឹង81000យើងអស់ហើយយើងនៅសល់82000មួយនៅសល់8000093000បាទ127,000ផ្ទះអូពីផ្ទះអញ្ចឹងយើងសល់តែ4ផ្ទះទៀតទេបាទវគ្គកម្រងទី2នេះយើងចិត្តអស់ទៀតហើយអញ្ចឹងដូចគាត់លើកឡើងថាបើនិយាយពីទំនុកចិត្តពួកខ្ញុំឈប់និយាយពីព្រោះហេតុផលអីមានណាច្បាស់ជាងពួកខ្ញុំទេធ្វើផ្ទះឲ្យគេមានផ្ទះហើយផ្ទះមានប្លង់ហេដ្ឋារចនាសម្ព័ន្ធទឹកភ្លើងរត់ត្រូវតែមានស្រាប់បាទផ្លូវបេតុងត្រូវតែមានស្រាប់អត់មានអីពិបាកទេអញ្ចឹងមានណាលើពួកខ្ញុំទេថាខ្ញុំថាច្បាស់ហើយអញ្ចឹងលក់អត់មានពាក្យសម្ដែងទេក្រុមហៀឆាតមើលទៅបងប្អូនស្គាល់ហើយក្រុមហៀឆាតជិត20នាក់ជាង20នាក់បើយើងបូកសរុបទៅឥឡូវស្អែកនេះយើងត្រូវសែនជ្រូកទៀតសំបីតែ139,000ណាបងប្អូនអាមុខផ្ទះណាអាមុខដែលខ្ញុំតែងធ្វើវីដេអូ7ផ្ទះអស់លីងហើយអត់មានសល់មួយទេហើយបងប្អូនថាសិតតែការសម្ដែងបងប្អូនមកមានលុយទិញក៏បានដែរអានេះដូចគ្នាយើងមានអីត្រូវកុហកបាទមានអីត្រូវកុហកហើយបងប្អូនមកមើលប្លង់ឲ្យទៅហើយមកថាពួកយើងធ្វើ marketing កុហកអីមកទិញមកអត់បានទេបងប្អូនមូលហេតុអីផ្ទះគេផ្ទះខ្លះកាត់ឈ្មោះឲ្យស្រេចនោះផ្ទះនោះកាត់ឈ្មោះឲ្យស្រេចតាត់បានប្លង់បាទហឹងបាទគាត់បងផ្ដាច់បាទអញ្ចឹងយើងលក់ប្លង់ណាដាច់ហើយទិញអត់បានទេដូចអាមុខហ្នឹង7ផ្ទះបងប្អូន139,000ណាអស់លលីងអញ្ចឹងមកថាមកទិញស្អែកក៏ខ្ញុំអត់មានអីលក់ដែរអញ្ចឹងអាចរងចាំមកមើលអាក្រោយនេះវិញបានអញ្ចឹងណាបងប្អូនបាទនេះនឹងប៉ិតណាបងប្អូននោះភ្ញៀវឃើញទេគាត់មកទិញទាំងយប់